មិនធម្មតាកូនស្រីពិធីការនេះខៀវសាន់សាណាវ័យ14ឆ្នាំមិនត្រឹមតែស្រស់ស្អាតថែមទាំងជាសិស្សពូកែឈ្នះមេដាយជិត10គ្រឿងក្នុងមួយឆ្នាំពិធីការនេះខៀវសាន់សាណាបង្ហាញក្តីរំភើបស្ទើររកអ្វីប្រៀបផ្ទឹមពុំបានខណៈកូនស្រីសម្រេចបានភាពជោគជ័យក្នុងការសិក្សាយ៉ាងត្រចះត្រចង់ពលគឺទទួលបានមេដាយចំនួន8គ្រឿងក្នុងរយៈពេលពេញមួយឆ្នាំដែលនេះជាមោទនភាពដ៏ធំមួយសម្រាប់អ្នកនាងជាម្ដាយដែលតែងតែប្រាថ្នាចង់ឲ្យកូនរៀនពូកែនិងមានអនាគតល្អតាមរយៈសម្ដែងនៅលើបណ្ដាញសង្គមពិធីការនេះចាស់វស្សាអ្នកនាងខៀវសាន់សាណាបានថ្លែងពីអារម្មណ៍ថាក្នុងរយៈពេលតែមួយឆ្នាំកូនរបស់ម៉ាមីបានមេដាយដល់ទៅ8បងប្អូនអើយនេះជាមូលហេតុដែលនាងខ្ញុំចេញធ្វើការរកលុយមិនចេះហត់ពាក្យសម្ដីរំភើបរបស់ពិធីការនេះខៀវសាន់សាណាបានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនបានចូលទៅแชร์ចែករំលែកបន្តនិងមិនត្រឹមតែអបអរសាទរប៉ុណ្ណោះទេថែមទាំងការសរសើរពីភាពឆ្លាតវៃនិងការខិតខំប្រឹងប្រែងរបស់កូនស្រីនិងជាពិសេសគឺបានសរសើរដល់អ្នកនាងខៀវសាន់សាណាថាជាម្ដាយដែលពូកែចិញ្ចឹមកូនបានល្អស្ដាប់តាមដំបូន្មានខណៈឆ្នាំនេះកូនស្រីនាងកាន់តែធំពេញរូបរាងស្រស់ស្អាតហើយថែមទាំងឆ្លាតទៀតផងបើទោះបីជាយ៉ាងណានេះជាលើកទី2ហើយដែលត្រឹមតែរយៈពេល2ថ្ងៃពិធីការនេះសម្ដែងចាក់ទឹកបន្លិចនិងមានទេពកោសល្យពូកែបន្ថែមល្បោចញ៉ាំងឲ្យកម្មវិធីមានរសជាតិរូបនេះបានបង្ហាញមោទនភាពចំពោះកូនស្រីសូមបញ្ជាក់ថាកូនស្រីពិធីការនេះខៀវសាន់សាណាមានឈ្មោះថាដូណាហេឡែនក្នុងវ័យខ្ទង់14ឆ្នាំមិនត្រឹមតែរៀនពូកែឈ្នះមេដាយជាច្រើនគ្រឿងប៉ុណ្ណោះទេប៉ុន្តែកូនកាត់ខ្មែរកាណាដារូបនេះក៏មានសម្រស់ស្អាតខ្លាំងគួរជាទីចាប់អារម្មណ៍របស់មហាជនផងដែរអ្នកនាងខៀវសាន់សាណាធ្លាប់បាននិយាយតាមបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីជិតមួយឆ្នាំមុនថាកូនស្រីរបស់អ្នកនាងមានអាយុទើបតែ13ឆ្នាំទេប៉ុន្តែធំចិត្តទន្ទឹមម្ដាយហើយខណៈដៃកម្ពស់ដល់ខ្ពស់សមល្មមហើយជាពិសេសនៅពេលដែលកូនស្រីមានអាយុ18ឆ្នាំមានកម្ពស់ចាប់ពី1.7 ម៉ែត្រឡើងអ្នកនាងជាម្ដាយនឹងសូមឲ្យកូនស្រីតែម្នាក់គត់ចូលរួមប្រកួតបបរកញ្ញាអន្តរជាតិត្បិតអ្នកនាងពិតជាស្រឡាញ់ពិស័យនេះខ្លាំងបំផុតប៉ុន្មានឆ្នាំចុងក្រោយនេះគេក៏ឧស្សាហ៍ឃើញពិធីការនេះរូបនេះតែងបណ្ដាកូនស្រីលេចមុខក្នុងកម្មវិធីនានាដើម្បីឲ្យកាន់តែមានភាពក្លាហាននិងជឿជាក់ដើម្បីឈ្មោះទៅរកក្តីស្រមៃខ្លួនចង់ឃើញកូនស្រីរូបនេះដើរតាមកន្លងលើវិថីសិល្បៈ